ទេសនិកជនជាទីមេត្រីភូមិស្រុកខ្មែរជាច្រើនលើភូមិសាស្ត្រខេត្តត្រវិញកុមារតែងតែជួបជុំគ្នាលេងក្នុងបរិវេណវត្តឬលេងល្បែងប្រជាប្រិយខាងមុខផ្ទះនៅអនុសង្កាត់4សង្កាត់8ទីក្រុងត្រវិញមានកុមារខ្មែរមួយក្រុមធ្វើមុខយក្សមុខស្វាដោយខ្លួនឯងសម្រាប់រំតាមដងផ្លូវនានាបង្កើតទៅជាបរិយាកាសសប្បាយរីករាយឲ្យភូមិឋាននេះជាទីលានកំសាន្តមានប្រយោជន៍បង្ការទប់ស្កាត់ការបំពានរំលោភកុមារនិងធ្វើឲ្យសម្បូរបែបនៅអត្តសញ្ញាណវប្បធម៌របស់ជាតិខ្មែរនេះជាពេលសម្ដែងរបាំយក្សរបស់បងប្អូនកុមារនៅអនុសង្កាត់4សង្កាត់8ទីក្រុងត្រវិញក្រុមរាំមានកុមារ15នាក់តូចបំផុតអាយុ8ឆ្នាំនិងធំបំផុតអាយុ12ឆ្នាំភាគច្រើនបងប្អូនរាំនៅពេលល្ងាចក្រោយពេលចេញពីរៀនបងប្អូនទាំងនេះមិនតាន់ចូលរៀនថ្នាក់រាំមួយវគ្គណាឡើយប៉ុន្តែដោយចំណូលចិត្តចំពោះក្បាច់ក្រមប្រពៃណីរបស់ជនរួមជាតិខ្មែរបានធ្វើឲ្យបងប្អូនរីករាយចូលរួមក្នុងក្រុមរាំទីតាំងចាប់ផ្ដើមរបស់ក្រុមរាំគឺពីអនុសង្កាត់4ឆ្លងកាត់ទៅអនុសង្កាត់5អនុសង្កាត់3ជុំវិញវត្តអង្គគូស្រះស្រីទោះបីទើបតែបង្កើតឡើងក្នុងពេលដ៏ខ្លីក្តីប៉ុន្តែដោយចំណូលចិត្តនិងទេពកោសល្យសិល្បៈបងប្អូនបានសម្ដែងយ៉ាងស្ទាត់ជំនាញបង្កើតបានភាពជក់ចិត្តចំពោះអ្នកទស្សនាអានឹងគឺថាលេងតាមរបៀបបុរាណពីកាយបុរាណមកថាក្មេងវល់ចិត្តនាំកណែវបបួលកណែវដើម្បីគេហៅថាវល់ចេះលេងល្បែងគេហៅហប់សយាមតែតន់ហប់ក៏នៅរៀនដែរនឹងរៀនដល់ហើយវល់ចេះបបួលកណែវខ្លះធ្វើយ៉ាក់ខ្លះធ្វើហិនលបានតែដល់ហើយវល់ដើរលេងក្នុងស្រុកជាងហ្នឹងវល់ចឹងគេបរោះដែរវល់លេងក៏ត្រូវរបៀបដែរតែចាស់ឃើញក្មេងចឹងគេសើចគេថាវល់ប្រាជ្ញដែរវល់ចេះគេហៅថារបស់បុរាណវល់ចេះនឹកឡើងក្រុមរបាំយក្សកុមារនេះបានបង្កើតឡើងជាង2ឆ្នាំមកហើយឧបករណ៍សម្ដែងមុខយក្សមុខស្វាបានបងប្អូនធ្វើដោយខ្លួនឯងពីសម្ភារៈច្នៃដូចជាក្រដាសកាតុងបំពង់ទឹកដោះគោដបទឹកសុទ្ធធម្មតាពេលថ្ងៃបងប្អូនទៅរៀនពេលល្ងាចជួបជុំគ្នាហើយចាត់ចែងតួសម្ដែងដូចជាវាស្គរវាកងតួស្វាតួយក្សទិញកាអើយទិញក្តាស់ទិញម៉ូសើងីម៉ូទ័រគាត់ក៏ប្រាំទៅមកទៅច្រើនដងវ៉ែតចេះទៅគាត់ក៏ប្រាំទៅមកទៅច្រើនដងវ៉ែតចេះទៅតួមកទឹកឲ្យមករៀនតែមិនកូនតួណាស់គេមកថាកូនông ba conទៅជួយតែចេះទៅលោកខាងតាមផ្លូវសាគ្រូស្អីណាសបាយអ្នកស្រីថិតធីសាវឿងនៅអនុសង្កាត់4សង្កាត់8មានចៅប្រុសថិតហុងងារចូលរួមក្នុងក្រុមរបាំនេះឃើញចៅលេងសប្បាយជាមួយក្បាច់ក្រមឆាយ៉ាំអ្នកស្រីក៏សប្បាយចិត្តណាស់ដែរតាមអ្នកស្រីសាវឿងក្មេងៗគឺចូលចិត្តលេងចំណែកអាណាព្យាបាលបែរជាជាប់រវល់នឹងការងាររកស៊ីគ្មានពេលចាប់អារម្មណ៍ដល់ក្មេងៗឡើយហេតុនេះក៏បារម្ភខ្លាចក្មេងៗត្រូវធ្លាក់ខ្លួនក្នុងល្បែងដែលមិនល្អដូចជាលេងហ្គេមជាដើមតាំងពីពេលបងប្អូនបង្កើតក្រុមរបាំរាំយក្សដោយខ្លួនឯងមកអ្នកស្រីវឿងសែនស្ងប់ចិត្តហើយបង្កលក្ខណៈល្អឲ្យក្មួយៗលេងសប្បាយเอาตัวเรียนหมอไปเจริญเดินเล่นบังคลีบังอีนู้ยังก็อารามแน่เดี๋ยวเดินตัวมือบันตะขันบันอีน้องวัดน้องอีตัวหมอขึ้นไปโจจัดน้อยให้ว่านอนกันแนวว่าตัวโยกระดาโยอีนู้ตัวกัดเธอกับบาลีกับบาลีฮักโอเมนกรมเมนอีให้เชี่ยหมอไปเรียนตำเนโอกาสตำเนนู้ว่าเดี๋ยวฮักตามพะโลเล่นจงให้แกอ้อยลุยอ้อยอีหมอให้ว่าติงกระดาติงพอติงอีเธอchung với dân có bà rộng hay chào đấy dân nữ ta mẹ play này nãy mẹ chào dân cái núi dân ngọt rộng ấy dân nữ kinh tha nâng bờ bì này có mẹ đây cầm xì giảm mẹ giặt mẹ sao mà mẹ y nữa cho bờ bì này có mẹ bên dân đây thôi bạn ấy dân ơi chào thù lên thù rộng đó đồng bi mẹ phải dội cây cõi luôn mà bạn mẹ nó kề khinh chứng cây chui bằng hát bằng riêng tú bạn mẹ chặt cầm cho y đó dân có đây chà ទ
ទោះបីជាគ្មានគ្រូបង្វឹកក្តីប៉ុន្តែបងប្អូនក៏យល់អំពីសិល្បៈតាមរបៀបដ៏ឡែករបស់ខ្លួនដែរភាពធម្មតាពេលសម្អិតសម្អាងទៅជាតួអង្គយក្សស្វាបានធ្វើឲ្យកើនឡើងបរិយាកាសកំ ប្លែងសប្បាយរីករាយសំឡេងស្គរលន់ឡើងពីធុងទឹកថ្នាំរួមនឹងក្បាច់ក្រមក្រមិចក្រមិលរំតាមដំណើរកាយវិការរបស់យក្សស្វាបានធ្វើឲ្យពេលសម្ដែងរបស់ក្រុមកាន់តែរស់រវើកនិងជក់ចិត្តជាង នេះជាក្មួយក្មួយនៅភូមិរបស់ខ្ញុំនៅក្បែរផ្ទះខ្ញុំហើយខ្ញុំសង្កេតឃើញថាក្មួយក្មួយកំពុងតែវ័យសិក្សាក្រោយពីសម្រាប់រៀនគឺថាពេលល្ងាចឬថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងក្មួយក្មួយបានបបួលគ្នាមកបង្កើតជាក្រុមសិល្បៈតូចមានយ៉ាក់រំគឺរបាំនិងមានវាសកលឆាយាមយើងឃើញថាក្រោយពីសម្រាប់រៀនក្មេងៗកុមារជាច្រើនគេតែងតែលេងនឹងល្បែងផ្សេងដូចជាមានល្បែងលើតាមរបៀបអេឡិចត្រូនិកតាមរបៀប iPad តាមរបៀបទូរស័ព្ទចំណែកក្មួយៗបានទាញយកល្បែងប្រជាប្រិយយកមកកំសាន្តជាភាពមួយដ៏ល្អដែលយើងគួរស្ងើចសរសើរការសម្ដែងរបស់ក្មួយៗនេះក៏បីជាបង្កើតដោយខ្លួនឯងរំដោយខ្លួនឯងវាសកលដោយខ្លួនឯងមិនទាន់បានគ្រូមកបង្រៀនបង្ហាត់តាមរបៀបសិល្បៈខ្មែរយើងទេប៉ុន្តែយើងឃើញថាក្មួយៗបានរួមចំណែកយ៉ាងធំក្នុងការរក្សានូវអត្តសញ្ញាណជាតិរបស់ខ្មែរយើង ទោះបីវ័យបទពិសោធន៍មិនទាន់ច្រើនក្តីប៉ុន្តែបងប្អូនសុទ្ធតែមានក្តីសប្បាយរីករាយភាពជក់ចិត្តទម្រង់សិល្បៈប្រពៃណីជាតិបងប្អូនពុំត្រឹមតែស្ដែងឡើងនៅកម្លាំងឃ្លាវខ្លាពោពេញដោយការបដិញ្ញាចិត្តប៉ុណ្ណោះទេគឺនៅទាំងភ្នាក់រលឹកបានភារកិច្ចរបស់អ្នកជំនាន់ក្រោយចំពោះការថែរក្សានិងពង្រីកនៅតម្លៃវប្បធម៌ជាតិខ្លួនទៀតផងផ្ដើមពីនោះជួយឲ្យបងប្អូនអភិវឌ្ឍរូបរាងបង្កើនសុខភាពបានបំពាក់បំពន់អប់រំសិលធម៌ល្អស្អាតជៀសវាងបានគ្រោះអបាយសង្គមឆ្ពោះដល់ជីវភាពរស់នៅល្អមានប្រយោជន៍ នេតិគោលនយោបាយនិងជីវភាពលើកនេះសូមបញ្ចប់តែត្រឹមនេះសូមអរគុណទស្សនិកជនដែលបានយកចិត្តទុកដាក់តាមដានសូមជម្រាបលានិងសន្យាជួបវិញក្នុងបណ្ដានេតិលើកក្រោយទៀត